បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃបងប្អូនយើងវិលមកជួបគ្នាសារជាថ្មីទៀតហើយបងប្អូនណាថ្ងៃនេះគឺយើងធ្វើការលាងសម្អាតអាងកង្កែបសាច់របស់យើងណាបងប្អូនដែលយើងធ្វើការបំបែកចូលមកពីថ្ងៃមុនណាបងប្អូនហើយថ្ងៃនេះគឺបាន7ថ្ងៃ8ថ្ងៃបងប្អូនណាអញ្ចឹងឃើញថាសភាពទឹកវាហ្នឹងគឺវារៀងធំក្លិនបន្តិចបន្តួចហើយអញ្ចឹងយើងធ្វើការលាងសម្អាតអាងហើយការលាងសម្អាតអាងដូចខ្ញុំបានបញ្ជាក់នៅខាងវីដេអូខាងដើមណាបងប្អូនគឺសាមញ្ញធម្មតាអត់មានការលំបាកនៅក្នុងការដោះលាងបាតអាងលាងស្លែធ្វើឲ្យការលាងរបស់យើងនឹងវាមានការលំបាកអីណាស់ណានោះទេបងប្អូនណាគឺបែបងាយស្រួលទេបងប្អូនណាយើងធ្វើបែប system បែបនេះណាគឺមានភាពងាយស្រួលមែនតើសម្រាប់ការលាងសម្អាតអាងអញ្ចឹងគឺយើងលាងសម្អាតអាងគឺយើងដកតែធ្យោប្រហូរទឹកចេញមកហើយយើងដាក់ទឹកបង្ហូរចូលមករួចជាការស្រេចហើយបងប្អូនណាគឺវាអត់មានអីលំបាកដោយការយើងរៀបចំអាងថ្មឬក៏អាងតង់ទេបងប្អូនឥឡូវយើងធ្វើការបង្ហូរទាំងអស់គ្នាបងប្អូនបាទសួស្តីបងប្អូនទាំងគ្នាឥឡូវយើងធ្វើការបង្ហូរទឹករួចជាស្រេចហើយបងប្អូនណាគឺយើងធ្វើការបង្ហូររួចគឺវាបែបនេះបងប្អូនណាឃើញទិដ្ឋភាពកង្កែបយើងជាក់ស្ដែងបាទហើយបាតអាងយើងក៏វាមានសភាពល្អបងប្អូនណាឃើញគឺវាហូរទឹកកខ្វក់ចេញអស់ទៅគឺវាបែបនេះបងប្អូនណាអញ្ចឹងយើងធ្វើការបង្ហូរវាអស់ចឹងមកបាទបងប្អូននេះឃើញសភាពកង្កែបយើងឃើញថាមានសុខភាពល្អតែម្ដងបងប្អូនណាគឺអត់មានអន់ទេបាទហើយយើងដាក់ជាតកួនដាក់អីចឹងទៅណាដើម្បីឲ្យកង្កែបយើងវាទុំវាតោងវាហ្នឹងហើយវាច្រកអីចឹងបងប្អូនដោយសារតែខាងលើខ្ញុំអត់ទាន់បានដាក់ស្បាយទេព្រោះវាយើងដាក់ឆ្នាំទៅមកវាលះហែកអស់ហើយបងប្អូនណាហើយបន្ទាប់មកយើងធ្វើការបើកទឹកបង្ហូរចូលរយៈពេល10-20នាទីអីទៅបងប្អូនបាទយើងធ្វើការបើកទឹកបង្ហូរវាចូលចឹងទៅរយៈពេល10ទៅ20នាទីអីចាំយើងបិទវាវិញណាបងប្អូនចាំយើងបិទអាវ៉ានខាងនោះបិទតាយោខាងនោះបងប្អូនណាបិទតាយោបង្ហូរចេញណាបាទដោយសារអីដោយសារតែយើងបើកទឹកទៅដើម្បីឲ្យទឹកថ្មីហ្នឹងវាច្រាននៅទឹកកខ្វក់អីដែលវាមានសេះសល់អីនៅក្នុងនឹងខ្លះហ្នឹងដើម្បីឲ្យវាហូរទៅកាន់តែបានស្អាតល្អអញ្ចឹងណាបងប្អូនបាទអញ្ចឹងរបៀបនៃការលាងអាងសម្អាតអាងកង្កែបសាច់យើងបែបតដីចឹងគឺយើងធ្វើបែបនេះបងប្អូនណាគឺសាមញ្ញធម្មតាទេបងប្អូនគឺយើងធ្វើបែបនេះទេគឺយើងធ្វើការបង្ហូរទឹកចេញអស់រយៈពេល4ទៅ5ថ្ងៃទៅមួយអាទិត្យយើងធ្វើការបើកទឹកបង្ហូរចេញហើយគឺយើងបើកទឹកថ្មីចូលរយៈពេល10ទៅ20នាទីទៅចាំយើងបិទរុនបង្ហូរចេញដើម្បីឲ្យវាកើនទឹកឡើងបរិមាណដែលយើងត្រូវការឬក៏បរិមាណដែលកង្កែបយើងអាចរស់នៅបានហើយយើងធ្វើការដាក់ចំណីវាធម្មតាដូចសពមួយដងចឹងណាបងប្អូនបាទហើយបងប្អូនឃើញស្រាប់ហើយសុខភាពកង្កែបគឺអាយុ50ថ្ងៃបងប្អូនណាគឺធំហើយប៉ុន្តែក៏ដៃកូនក្មេងហើយគឺជ្រងតែម្ដងបងប្អូនណាអញ្ចឹងយើងតែ10ថ្ងៃទៀតហ្នឹងអាចវាយកង្កែបបោកបានបងប្អូនណាម៉ូយកង្កែបបោកអីអាចយកទៅបានណាបាទព្រោះទីទៅម៉ួយកង្កែបបោកគឺគាត់អត់ត្រូវការធំទេគាត់ចង់បាន12-13 គីឡូអីចឹងណាបងប្អូនបាទតែបញ្ហាចំពោះកង្កែបសាច់ដែលបងប្អូនជាពលរដ្ឋដែលគាត់ជាច្រើនគាត់កំងពីខាងខ្ញុំទៅម៉ួយដែលគាត់ធ្លាប់កំងយកទៅម្នាក់1 គីឡូ2 គីឡូយកទៅហូបជារៀងរាល់សប្តាហ៍ហ្នឹងគឺតើតែ5-6 គីឡូទៅគាត់ពេញចិត្តបងប្អូនណា5-6 គីឡូឬក៏4 គីឡូគាត់កាន់តែសប្បាយចិត្តណាធំបាទបើតូចគាត់អត់សូវត្រូវប៉ាន់ទេបងប្អូនអញ្ចឹងកង្កែបខ្ញុំមានគ្រប់ទំហំគ្រប់ខ្នាតមានទៅតាមតម្រូវការបើបងប្អូនគាត់ត្រូវការកង្កែបសម្រាប់បោកគឺយើងមានកង្កែបសម្រាប់បោកបងប្អូនត្រូវការកង្កែបសម្រាប់ចូលហាងឬក៏កង្កែបសម្រាប់យកទៅលក្ខណៈគ្រួសារឆាក្តៅឆាអីហ្នឹងគឺគាត់ត្រូវការ4 គីឡូ3 គីឡូឬក៏5 គីឡូអីចឹងអាហ្នឹងគឺយើងមានទៅតាមតម្រូវការនឹងដែរបងប្អូនណាបាទអរគុណច្រើនបងប្អូនគឺមិនតែប៉ុណ្្នឹងទេបងប្អូនហើយបន្ទាប់ពីនេះមកគឺយើងធ្វើការដាក់ចំណីធម្មតាដូចសមមួយដងទៅហើយយើងធ្វើការបិទវ៉ានខាងនោះទៅបាទគឺ
ប៉ុណ្ណឹងទេការងារសម្រាប់បង្កើតសាច់គឺយើងរៀបចំ system ចេះគឺយើងធ្វើតែប៉ុណ្្នឹងទេបងប្អូនណាគឺយើងអត់មានត្រូវទៅដោះលាងសម្អាតអាងអីលាងស្លាយលាងអីដូចជាកង្កែបនៅក្នុងអាងតង់ឬក៏អាងថ្មទេបងប្អូនណាទៅការដុសស្លែទៅការដុសលាងអីញ៉ៃញ៉ៃច្រើនអត់ទេបងប្អូនណាគឺយើងធ្វើតែប៉ុណ្ណេះគឺរួចហើយបងប្អូនណាបាទអូខេអរគុណចាស់បងប្អូនត្រូវការកូនកែបអីអាចតាក់ទងមកបានណាលេខទូរស័ព្ទគឺខ្ញុំដាក់នៅខាងក្នុងវីដេអូនេះស្រាប់បាទហើយបញ្ជាក់បងប្អូនហើយបញ្ជាក់ទៀតថាកង្កែបបើបងប្អូនកំងពីខាងខ្ញុំទៅគឺតតែ45ថ្ងៃទើបខ្ញុំអាចចាប់លក់ជូនបងប្អូនបានណាគឺកង្កែបចាប់ពីប៉ុនមេដៃស៊ីចំណី4លីបងប្អូនយកទៅត្រឹមតែមួយសប្តាហ៍គឺអាចស៊ីចំណី6លីបានហើយបងប្អូនណាបាទគឺស៊ីចំណី6លីតែម្ដងហើយពាក់ព័ន្ធជាមួយនឹងបច្ចេកទេសគឺខ្ញុំfree បងប្អូនណាពាក់ព័ន្ធជាមួយបច្ចេកទេសក្នុងការចិញ្ចឹមអ្វីដែលខ្ញុំមានខ្ញុំចេះខ្ញុំដឹងគឺខ្ញុំចែកម្លែកជូនបងប្អូនfree តែម្ដងមិនថាទាំងនៅក្នុង Telegram ឬក៏នៅក្នុង page ឬក៏ Facebook ទេបងប្អូនណាបាទយើងមានទាំងនៅក្នុង YouTube ផងដែរគ្រាន់តែបងប្អូនជួយ share ឬក៏ចុច follow page ខ្ញុំម្នាក់មួយទៅរាល់វីដេអូដែលខ្ញុំផុសទៅគឺបងប្អូននឹងបានឃើញនៅចំណេះដែលនឹងអ្វីដែលខ្ញុំចេះខ្ញុំយល់ខ្ញុំចែកម្លែកបងប្អូននៅក្នុងនោះហើយបងប្អូនណាបាទគឺចែកម្លែកជូនបងប្អូនហើយ channel YouTube ក៏ដូចគ្នាដែរបងប្អូនគ្រាន់តែចុច subscribe ម្នាក់មួយទៅបងប្អូនបាននៅវីដេអូថ្មីៗដែលខ្ញុំផុសទៅបងប្អូននឹងបានឃើញនៅវីដេអូថ្មីៗដែលខ្ញុំចែកម្លែកពាក់ព័ន្ធជាមួយនឹងបច្ចេកទេសផ្ទាល់ខ្លួនដែលខ្ញុំធ្វើជារៀងរាល់ថ្ងៃបងប្អូនណាបាទជារៀងរាល់ថ្ងៃគឺខ្ញុំចែកម្លែកបងប្អូនfreeតែម្ដងអរគុណច្រើនបងប្អូនជំរាបលាបាយបាយ